ជំរាបសួរនៅថ្ងៃនេះថ្ងៃនេះសូមជើញតាមដានរឿងតលេពតស្វ័យបន្តទៀតបើសិនជាបងប្អូនគិតថារឿងនេះល្អមើលសូមខមមិនពីថាល្អមើលព្រមទាំងជួយចុច like subscribe បើសញ្ញារូបកណ្ដឹងឲ្យ admin ម្នាក់មួយផងដើម្បីជាកម្លាំងចិត្តតែរឿងចាប់តាមឡើងគឺស្ថិតក្នុងទស្សនវិជ្ជាសង្គ្រាមដដែលរវាងគ្រួសារស៊ីឈុនជាមួយនឹងគ្រួសារលាវហ្វឹងខណៈពេលហ្នឹងស៊ីឈុនសៀវក៏បានទទួលនៅតបជំនួយដែលពួកគេសត្វសង្ឃតែជាតបការពីព្រំដែរតែស៊ីឈុនសៀវអត់ខ្វល់ទេថាគេមកពីណាសំខាន់ឥឡូវនេះកំពុងតែមានសង្គ្រាមហើយត្រូវតែចូលប្រយុទ្ធទាំងអស់គ្នាឡើយមកមើលខាងគ្រួសារលាវហ្វឹងគេក៏នៅតែរក្សានៅទម្រង់ប្រយុទ្ធរបស់ពួកគេដដែលតបសំខាន់របស់ពួកគេគឺពាក់គ្រឿងសឹកពេញខ្លួនលុះដល់គោកហើយលាវហ្វឹងសងក៏បានបញ្ជាកូនចៅរបស់ពួកគេសម្រុកចូលទៅខាងកំរោលតែម្ដងខណៈពេលដែលស៊ីឈុនសៀវឃើញចឹងក៏បានប្រាប់ឲ្យក្រុមទី1ចាប់ផ្ដើមលើកកម្ពស់នៅមុំបាញ់ព្រួយហើយដែលសំខាន់គឺថាតបលាវហ្វឹងដែលជាតបសំខាន់របស់ពួកគេក៏មានតបព្រួយនៅពីខាងក្រោយដូចគ្នាផងដែរចឹងហើយធ្វើឲ្យតបបាញ់ព្រួយរបស់ស៊ីឈុនសៀវមួយចំនួនត្រូវបានបាត់បង់ជីវិតផងដែរឥឡូវនេះសត្វស្ទាំងជាមួយនឹងសត្វថងភ្លើងក៏កំពុងតែបញ្ចេញរដំណាយដាក់គ្នាទៅវិញទៅមកហើយមិនដឹងថាខាងណាគឺជាអ្នកទទួលបានជ័យជំនះនោះទេចំពោះកងទ័ពខាងស៊ីឈុនសៀវក៏ត្រូវបានពួកគេសម្លាប់អស់ជាច្រើនព្រោះដោយសារតែទ័ពសំខាន់របស់គ្រួសារលាវហ្វឹងបានមកដល់ហើយដូច្នេះហើយស៊ីឈុនសៀវក៏មានតែសម្រេចចិត្តថតនៅអាវុធប្រាប់ទៅកាន់មេទ័ពទាំងអស់ថាឲ្យសម្រុកចូលទៅព្រមគ្នានេះគឺជាពេលវេលាដែលត្រូវប្រយុទ្ធពិតប្រាកដបើទោះបីជាខាងស៊ីឈុនសៀវតិចក៏ពិតមែនក៏ប៉ុន្តែពួកគេក្លាហានខ្លាំងណាស់គេមិនសុខចិត្តចោះចាញ់ទៅនឹងមេដឹកនាំស្រីដែលជាលាវហ្វឹងសងទេនៅគណៈពេលដែលស៊ីឈុនសៀវចូលក្នុងសមរភូមិប្រកួតជាមួយនឹងគេគ្រប់គ្នាទៅហើយនោះគឺថាក្រុមទីហិតទាំងអស់នៃគ្រួសារលាវហ្វឹងបានឃើញថាស៊ីឈុនសៀវគឺជាមេបញ្ជាការជាអ្នកដឹកនាំចឹងហើយពួកគេបានធ្វើការឡោមព័ទ្ធក៏ដូចជាដាក់គោលដៅយ៉ាងសំខាន់ទៅលើមេដឹកនាំក៏ប៉ុន្តែសូមចូលរួមសោកស្ដាយផងគឺថាស៊ីឈុនសៀវមិនមែនជាមនុស្សដែលអាចចាត់ការបានងាយស្រួលនោះទេយុទ្ធសាស្ត្ររបស់ស៊ីឈុនសៀវនៅក្នុងគណៈពេលនេះបានវិវត្តខ្លាយទៅជារន្ទះដែលមានឫទ្ធានុភាពការជាងមុនទៅទៀតប្រយុទ្ធបដាស៊ីឈុនសៀវស្រែកប្រាប់កូនចៅរបស់គេបដាថាសម្រាប់បានប្រមាណរាប់ចំនួនទុកផងចាំទទួលរង្វាន់តាមក្រោយបើសិនជាបានកាន់តែច្រើនគេក៏នឹងទៅដឹងប្រពន្ធឲ្យទៀតផងសម្ដីរបស់មេដឹកនាំលេងសើចបែបនេះធ្វើឲ្យអ្នកគ្រប់គ្នាប្រយុទ្ធដោយមានកម្លាំងចិត្តគណៈពេលនេះស៊ីឈុនសៀវក៏បានប៉ះទង្គិចគ្នាជាមួយនឹងមេតបការពារលាវហ្វឹងហើយស៊ីឈុនសៀវក៏មានឱកាសច្រើនក្នុងការសម្លាប់គេក៏ប៉ុន្តែរៀងពិបាកបន្តិចដោយសារតែកូនចៅរបស់គ្រួសារលាវហ្វឹងមានច្រើនខ្លាំងពេកធ្វើស៊ីឈុនសៀវស្ទើរតែគ្មានឱកាសក្នុងការរត់ថយក្រោយក្រោយពីស៊ីឈុនសៀវត្រូវបានឡោមព័ទ្ធចិត្តទៅហើយនោះស្រាប់តែអង្គភាពជំនួយរបស់គេបានធ្វើដំណើរមកដល់ថែមទាំងប្រើប្រាស់នៅអាវុធសម្ងាត់ទៀតផងស៊ីឈុនសៀវបានស្គាល់ហើយថាអាវុធប្រភេទហ្នឹងគឺជាអាវុធសម្ងាត់ដូចជាកាភ្លើងវាគឺជាអង្គភាពសម្ងាត់លេខ777របស់អាត្រីទីលីនគ្រាប់ហ្នឹងក៏បាញ់បានឆ្ងាយហើយលឿនខ្លាំងមែនទែនបើប្រៀបធៀបជាមួយនឹងកាភ្លើងក៏ដូចគ្នាដែលធ្វើឲ្យតបលាវហ្វឹងចាប់ដើម Vivo ហើយទោះបីជាពួកគេមានខែលការពារក៏នៅតែក្របនៅទម្លុះខែរបស់ពួកគេទៀតខណៈពេលហ្នឹងមានកូនចៅគ្រួសារលាវហ្វឹងមួយចំនួនប្រាប់ទៅកាន់លោកមេតបថាគួរតែដកថយទៅបើមិនចឹងនោះទេពួកគេប្រកាសជាខាត់បងធ្ងន់ធ្ងរអាចនឹងបាត់បង់ជីវិតដូចចឹងទៅក៏ប៉ុន្តែលោកមេតបម្នាក់ហ្នឹងគឺអត់ដកថយយ៉ាងងាយៗនោះទេបើសិនជាគេហ៊ានតែដកថយនោះអ្នកហ្នឹងក៏ត្រូវបានគេសម្លាប់ចោលហើយក៏នៅតែស្រែកប្រាប់កូនចៅរបស់គេឲ្យសម្រុកទៅបន្តទៀតដោយនិយាយផងដែរថាគេគឺជាមេតបការពារឈ្មោះយីងមូឡានរួចហើយក៏បានស្រែកហៅស៊ីឈុនសៀវដែលជាលោកមេបញ្ជាការតុងខ្មៅឲ្យមកប្រកួតគ្នាមួយស្មើក៏ប៉ុន្តែស៊ីឈុនសៀវមិនទៅភ្លើវាយជាមួយនឹងគេនោះទេទីនៅកំភ្លើងដេញបាញ់គេប្រងព្រាតព្រមទាំងបាញ់មេតបយីងមូឡាននឹងឲ្យរបួសផងដែរទឹកដៃច្បាស់បូករួមជាមួយនឹងអាវុធល្អចឹងទៀតគេថារកអ្វីព្រាបផ្ទឹមមិនបាននោះទេគណៈពេលហ្នឹងលោកមន្ត្រីវូពីងគឺជាអ្នកក្រមអាវុធរបស់ទីលានដែលគ្រប់គ្រងនៅអង្គភាព777ហ្នឹងក៏បានមកដែរគេមកនេះក៏នាំយកនៅអាវុធពិសេសមួយចំនួនព្រមទាំងអាវុធធនធ្ងន់មួយប្រភេទទៀតសម្រាប់ធ្វើការបំផ្លាញនៅសំពៅរបស់សត្រូវតែយើងបានឃើញហើយថាក្របរបស់វាពិតជាធ្ងន់ខ្លាំងមែនទែនបើទោះបីជាសំពៅទាំងអស់នោះធំក៏ប៉ុន្តែនៅតែមិនអាចទប់ទល់រាល់ការវាយប្រហាររបស់ក្របទាំងនេះបានឡើយសំពៅរបស់គ្រួសារលាវហ្វឹងជាច្រើនត្រូវបានបំផ្លាញយ៉ាងខ្ទេចខ្ទីលាវហ្វឹងសងបានមើលឃើញហើយថាយុទ្ធសាស្ត្រមួយនេះគឺនាងចាញ់គេហើយដូច្នេះហើយគឺមានតែសម្រេចចិត្តដើរថយក្រោយសុំចោះចាញ់តែប៉ុណ្ណោះក៏ប៉ុន្តែការចាក់ចាញ់បែបនេះធ្វើឲ្យមេតបស្រីស៊ីយ៉ានាងមិនអស់ចិត្តតតែសោះមួយយ៉ាងវិញទៀតគឺថាមេតបជាងមូឡានៅខាងមុខគឺគេមិនងាយចោះចាញ់នោះទេក៏ប៉ុន្តែយ៉ាងណាពួកគេគឺគ្មានជំរើសនោះទេក្រៅពីដកថយត្រឡប់ទៅវិញក្រៅពីឃើញកងទ័ពសត្រូវដកថយបែបនេះហើយធ្វើឲ្យស៊ីឈុនសៀវរៀងធូរទ្រូងមែនតែនទីបំផុតក៏បានចប់ហើយក៏ប៉ុន្តែជាងមូឡាននៅវិញក៏កំពុងតែស្ថិតនៅជួរមុខគឺមិនអាចត្រឡប់ទៅក្រោយទាន់ពេលវេលានោះទេហើយនៅពេលដែលគេទទួលដំណឹងថាមេទូនាំសុំចោះចាញ់ថែមទាំងត្រូវដកថយត្រឡប់ទៅវិញបែបនេះទៀតធ្វើឲ្យគេភាំងស្មារតីខ្លាំងមែនតែនហើយសង្គ្រាមដ៏ក្តៅគគុកនេះគឺស្ថិតក្នុងថ្ងៃទី16ខែមីនាឆ្នាំ784សង្គ្រាមក៏ត្រូវបានបញ្ចប់នៅម៉ោង1គ្រួសារលាវហ្វឹងក៏ចាញ់សង្គ្រាមគ្រួសារស៊ីឈុនបន្តអាសន្នបើគិតទៅតាមប្រវត្តិសាស្ត្រដែលគ្រួសារលាវហ្វឹងចាញ់គ្រួសារស៊ីឈុនគឺចំនួន10ដងទៅហើយក្រោយពីសង្គ្រាមក៏ត្រូវបានផ្អាកកងទ័ពទាំងអស់នាំគ្នាធ្វើការជប់លៀងអបអរសាទរទៅនឹងជ័យជំនះរបស់ពួកគេថែមទាំងជូនពរឲ្យមេដឹកនាំស៊ីឈុនសៀវរស់បានយូរអង្វែងហើយស៊ីឈុនសៀវក៏បានផឹកកំដរពួកគេព្រោះថាពួកគេគឺជាវីរបុរសពួកគេគឺជាអ្នកលះបង់ធំជាងខ្លួនហើយឥឡូវនេះស៊ីឈុនសៀវក៏ធ្វើទៅតាមការសន្យារបស់ខ្លួនដែលគេបានប្រាប់កូនចៅរបស់គេនៅកំឡុងពេលប្រកួតអ្នកដែលសម្លាប់បានសត្រូវច្រើនជាងគេនឹងទទួលបានលាភសក្ការៈហើយនៅក្នុងគណៈពេលហ្នឹងស្រាប់តែលោកមេតបម្នាក់បានយកនៅសារមួយដែលនិយាយតែតាន់ជាមួយនឹងបទីវ៉លិននៅក្នុងភាគខាងកើតឬមួយក៏ភូមិភាគបពាដំណឹងមួយនេះបានធ្វើឲ្យស៊ីឈុនសៀវព្រមទាំងអ្នកគ្រប់គ្នាមានការផ្ចាប់ព្រោះថាបទីវ៉លិនក៏ត្រូវបានគេវាយដណ្ដើមយកបាត់ទៅហើយអ្នកដែលវាយដណ្ដើមនោះក៏ជាកងទ័ពកុលសម្ព័ន្ធបិសាច
សាច់ខ្សែរឿងកាន់មកកាន់4ថ្ងៃមុននៅឯបន្ទាយវលិននៅឯភៀកខាងកើតឯនេះវិញនៅគណៈពេលដែលពួកគេទទួលជនភៀសសឹកឲ្យចូលមករស់នៅស្រាប់តែក៏សម្ព័ន្ធបិសាចតែដឹកនាំទៅដោយលោកមេតបពីការដៃមកខាងដោយសារស្នាដៃស៊ីឈុនសៀនោះក៏ជាលោកមេតបឈៀនគេបានលើកគ្នារបស់គេជាច្រើនបោះពួយទៅយ៉ាងលឿនសម្រុកចូលទៅខាងក្នុងបន្ទាយវលិននៅក្នុងគណៈពេលហ្នឹងគឺថាពួកគេបិទទ្វារអត់ទាន់នោះទេមូលហេតុក៏ព្រោះដោយសារតែនៅខាងក្នុងបន្ទាយវលិនហ្នឹងគឺមានរនុកក្នុងគឺជាម្នាក់ដែលបានទៅនិយាយជាមួយនឹងអត្រីបិសាចកាលពីលើកមុនហ្នឹងឯងក្រុមតបបិសាចរបស់ពួកគេគឺមានឈ្មោះថា Sam Hailin គណៈពេលហ្នឹងមន្ត្រីក៏ដូចជាកងទ័ពនៅខាងក្នុងបន្ទាយវលិនក៏ត្រូវបានកងទ័ពបិសាចសម្លាប់យ៉ាងរង្គាលក្នុងចំណោមពួកគេក៏មានលោកមន្ត្រីម្នាក់ផងដែរដែលសំខាន់នៅក្នុងជួរនយោបាយនៃគ្រួសារស៊ីឈុនគណៈពេលនេះពួកគេធ្វើការបោះសម្អាតមនុស្សទាំងអស់នៅខាងក្នុងបន្ទាយវលិនមិនថាប្រជាជនធម្មតាក្មេងឬក៏ចាស់នោះទេបន្ថែមពីនឹងទៀតគឺថាលោកមេតបឈៀនបានប្រាប់ឲ្យគេដែលជារនុកក្នុងម្នាក់នោះមកចាំទាត់បង្ហាញមុខនោះឡើយព្រោះពួកគេត្រូវតែធ្វើការរៀបចំឲ្យមានស្ថិរភាពជាមុនសិនពួកគេបានសម្លាប់មនុស្សដោយគ្មានមេត្តានោះទេព្រោះថាមនុស្សមិនមែនជាអំបូរនៅក្នុងកុសសម្ព័ន្ធរបស់ពួកគេនោះឡើយក្រោយពីបោះសម្អាតប្រជាជនទាំងអស់នៅក្នុងបន្ទាយវលិនរួចហើយពួកគេក៏ធ្វើការកាន់កាប់បន្ទាយវលិនបានដោយជោគជ័យហើយមេតបឈៀនក៏បានស្រីប្រកាសទៅកាន់កងទ័ពរបស់គេទាំងអស់ថាចាប់ពីថ្ងៃនេះតទៅទីនេះនឹងក្លាយទៅជាផ្ទះរបស់ពួកគេហើយមហិច្ឆតារបស់ពួកគេនោះក៏ត្រូវតែវាយកំទេចគ្រួសារស៊ីឈុនព្រមជាមួយនឹងគ្រួសារលីហ្វឹងដែលជាឆ្អឹងទៅទាំងកបង្រួមទឹកដីទាំងអស់ឲ្យក្លាយទៅជាអាណាចក្រពិសិដ្ឋដែលគ្របទៅដល់ទាំងមូលទៅដោយកុសសម្ព័ន្ធពួកបិសាចស្បែកបៃតងកងទ័ពរបស់គេក៏បានស្រែកបន្តតែម្ដងថា Sam Hailin ខ្សែរឿងកាន់មកកាន់ទលេឡានសាជំរុំតបតុងខ្មែរដែលដឹកនាំទៅដោយស៊ីឈុនសៀវនេះវិញគឺថាឥឡូវនេះកងទ័ពក៏ដូចជាមេតបមូឡានឹងក៏ត្រូវបានស៊ីឈុនសៀវចាប់គេយកធ្វើជាឆ្លើយសកលបាត់ទៅហើយក៏ប៉ុន្តែមិនធ្វើទរណកម្មពួកគេនោះទេថែមទាំងឲ្យពួកគេកេងហើយនឹងញ៉ាំទៀតផងហើយយិនមូឡានេះវិញគឺអត់ដឹងនោះទេថាស៊ីឈុនសៀវចង់ធ្វើអ្វីឲ្យប្រកាសក៏ប៉ុន្តែបើសិនជាស៊ីឈុនសៀវចង់ឃើញពួកគេវេទនានោះពួកគេក៏នឹងមិនខ្លាចក្នុងការតតាំងជាមួយនឹងលោកមេវិជាការនៅក្នុងសម្បុករបស់ពួកគេនោះទេនិយាយរួមទៅមនុស្សនៃគ្រួសារលីហ្វឹងគឺមិនខ្លាចស្លាប់នោះឡើយក៏ប៉ុន្តែស៊ីឈុនសៀវបានប្រាប់ឲ្យគេនឹងធ្វើដំណើរត្រឡប់ទៅវិញទៅគេមិនសម្លាប់ហើយក៏មិនធ្វើអ្វីនោះទេព្រោះថាសង្គ្រាមបានចប់ហើយក៏ប៉ុន្តែសង្គ្រាមដ៏ធំមួយទៀតក៏នឹងកើតឡើងការដោះលែងបែបនេះបានធ្វើឲ្យពួកគេទាំងអស់គ្នាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនឥឡូវនេះស៊ីឈុនសៀវក៏បានធ្វើដំណើរជាមួយនឹងជីងមូឡានទៅកាន់ជំរំរបស់គ្រួសារលីហ្វឹងហើយក៏ចង់នាំយកនៅដំណឹងមួយទៅប្រកាសប្រាប់មេដឹកនាំស្រីផងដែរក៏ប៉ុន្តែស៊ីឈុនសៀវបានលាក់នៅអត្តសញ្ញាណរបស់ខ្លួនគេធ្វើជាលេខារបស់ខ្លួនឯងដែលគេដាក់ឈ្មោះខ្លួនឯងហ្នឹងគឺជាចាំងអាសានហើយឥឡូវនេះក៏កំពុងតែរងចាំលីហ្វឹងសងទៅជជែកគ្នានៅខាងក្នុងជំរំនឹងផងដែរគ្រាន់តែលីហ្វឹងសងលើឈ្មោះចាំងអាសាននេះភ្លាមក៏នាងសម្រុកចូលទៅរកគេផ្លែនដែលធ្វើឲ្យលោកមេតបនៅខាងក្រោយហ្នឹងគាត់មានការភ្ញាក់ផ្អើលចំពោះប្រតិកម្មរបស់មេដឹកនាំខ្លាំងណាស់នៅពេលដែលនាងចូលមកដល់ខាងក្នុងតង់ក៏សប្រាយជាមួយនឹងស៊ីឈុនសៀវក៏កំពុងតែនឹកគ្នាស្រាប់ផងឥឡូវបានជួបទីគេថាអេមែនតែនថ្ងៃបងប្អូនសម្រាប់ភាគទី33គឺមានតែប៉ុណ្្នឹងនោះទេយើងរងចាំតាមដានទស្សនានៅក្នុងភាគទី34បន្តទៀតហើយមូលហេតុដែលវារឿងខ្លីក៏ព្រោះដោយសារតែនៅក្នុងភាគនេះសុទ្ធសឹងតែជាឈុតឆាកប្រយុទ្ធគ្នាដោយដែលដឹងស្រាប់ហើយថាឲ្យតែមានឈុតឆាកប្រយុទ្ធគ្នាគឺ admin ត្រូវធ្វើការកាត់ចោលវាមួយចំនួនមិនចឹងនោះទេ copyright ហ្នឹងហើយបងប្អូន admin គឺមានតែប៉ុណ្្នឹងនោះទេចាំជួបគ្នាក្នុងវីដេអូសម្រាប់រឿងបន្តទៀតហើយក៏សូមជូនពរបងប្អូនទាំងគ្នាសុខភាពល្អព្រមទាំងក្រុមគ្រួសារធ្វើដំណើរប្រកបទៅដោយសុវត្ថិភាពរកស៊ីមានបាន